Hello everyone សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងទៀត Basic Excel ដែលយើងនឹងចូលទៅកាន់ការពីរបៀបបើកប្រើប្រាស់នៃ File Excel អញ្ចឹងឧបមាថាយើងមាន File Excel ហើយ3 4 5អញ្ចឹងទៅហើយយើងចង់បើក File Excel ណាមួយដែលយើងចង់បើកអញ្ចឹងយើងចាប់ដើមយើងចូលទៅកាន់ File tab ហើយយើងមើលចុះក្រោមតិចមកមានពាក្យ Open អញ្ចឹងយើងចុចលើពាក្យ Open មកនោះនឹងឃើញ select កិច្ចការដែលយើងត្រូវការបើកអញ្ចឹងណាដែលវាជា history កន្លែងនេះជា history ទេអញ្ចឹងយើងចូលក្នុង PC របស់យើងមកដល់ពេលដែល double click លើ PC មកវា load ហើយវា load ទាំងឥឡូវយើងដឹងថា select កិច្ចការយើងនៅណាដូចជានៅក្នុង desktop យើងចូល desktop មកនេះមាន select កិច្ចការរបស់យើងឬក៏នៅក្នុង document ដែលខ្ញុំធ្លាប់បានប្រាប់នោះនេះដូចជា start salary អញ្ចឹងយើងចុច click លើវាមកហើយចុចពាក្យ open នោះវានឹងបើកនៅ file Excel នឹងមកហើយនេះអូខេនេះជារបៀបបើកប្រើនៅ file ដែលយើងធ្លាប់មានស្រាប់យើងគាត់ចុច file មកចុច file tab មកហើយយើងមើលពី open ទៅយើងនឹងបើកបានហើយតោះអញ្ចឹងឥឡូវយើងចាប់ដើមមកយល់ពី sheet ដែលជា select កិច្ចការហ្នឹងអញ្ចឹងឧបមាថាយើងមាន sheet ច្រើន sheet 1 sheet 2 sheet 3អញ្ចឹងទៅតែ sheet ទាំងអស់ហ្នឹងយើងឲ្យឈ្មោះវាផ្សេងគ្នាអញ្ចឹងទៅអញ្ចឹងយើងចង់លុបឧបមាថាយើងចង់វាច្រើនហើយយើងចង់លុបវាវិញអញ្ចឹងយើង right click មកហើយយកពាក្យថា delete វានឹងសួរឲ្យ Microsoft Excel វា delete this sheet អញ្ចឹងវាសួរយើង do you want to continue យើងចង់លុបអត់បើយើងចង់លុបយើងចុច delete មកបបាត់ sheet 1 បាត់អញ្ចឹងលុបអត់មានអីបាក់ទេគ្រាន់តែយកម៉ៅរបស់យើងមកឈរឬក៏ click វាមួយមក click លើ sheet ណាដែលយើងចង់លុបមកឧបមាថា sheet ណាដែលយើងចង់លុបរួចយើង right click ហើយយើងយកពាក្យ delete អញ្ចឹងមិញហ្នឹងពាក់ព័ន្ធមួយការលុប sheet អញ្ចឹងចុះបើសិនជាគេត្រូវការបង្កើត sheet 1 sheet 2ឧបមាថាក្នុង sheet 1អញ្ចឹងយើងវាយឈ្មោះជាឈ្មោះរបស់គ្រូបង្រៀនក្នុងវិទ្យាល័យហ្នឹងមានគ្រូបង្រៀនណាសាសអញ្ចឹងទៅហើយយើងចង់បាន sheet មួយទៀតដើម្បីវាយបញ្ចូលនៅទិន្នន័យឈ្មោះរបស់សិស្សអញ្ចឹងដើម្បីបាន sheet មួយទៀត sheet ទី2 sheet ទី3ទៀតយើងចុចសញ្ញាបូកដែលមានស្រាប់នៅហ្នឹងក៏បានយើងចុចមកបូក sheet មកវាចេញឲ្យយើងហើយអញ្ចឹង sheet ទី1យើងវាយពីអីពីឈ្មោះរបស់គ្រូបង្រៀនគ្រូកគ្រូខអញ្ចឹងទៅ sheet ទី2ពីអីពីឈ្មោះរបស់សិស្ស1 2 3អញ្ចឹងទៅដែលសម្រាប់ងាយស្រួលក្នុងការរកទិន្នន័យអញ្ចឹងរបៀបមួយទៀតក្នុងការ insert sheet ដើម្បីបាន sheet 2 sheet 3ឬក៏ sheet 4យើងចុចកន្លែង insert នេះដែលវាស្ថិតនៅក្នុង home tab នេះពេលដែលយើងយើងចុចក្នុង home tab នេះមកហើយចុច insert មកនេះពី insert sheet យើងចុចមកវានឹង load មកទៀតហើយ sheet 4អូខេករណីដែលយើងវាយឈ្មោះឧបមាថាខ្ញុំមានលេខរៀងទី1មានទិន្នន័យអញ្ចឹងតារាងឈ្មោះរបស់គ្រូអញ្ចឹងទៅតារាងឈ្មោះគ្រូអញ្ចឹងអានេះជាតារាងឈ្មោះគ្រូអញ្ចឹងទៅតបមកនេះគឺលេខរៀងឧបមាថាយើងមានលេខ1ឈ្មោះគ្រូកតបមកលេខ2ឈ្មោះខលេខ3ឈ្មោះគ្រូកអញ្ចឹងទៅហើយ sheet មួយទៀតជាតារាងរបស់គ្រូជាតារាងរបស់សិស្សអញ្ចឹងទៅតារាងឈ្មោះសិស្សលេខ1ឈ្មោះអីឈ្មោះផ្សេងទៀតអញ្ចឹងទៅលេខ2ឈ្មោះសអញ្ចឹងទៅលេខ3ឈ្មោះងៅអញ្ចឹងទៅអញ្ចឹងដល់ពេលវាមាន sheet 2 3អញ្ចឹងយើងដើម្បីឲ្យដឹងថាអូ sheet នេះ sheet របស់ឈ្មោះគ្រូរៀនអញ្ចឹងយើងអាច rename sheet នឹងបានយើងអាចផ្លាស់ប្ដូរឈ្មោះsheet នឹងបានដោយចុចdouble click ក៏បានឬក៏ right click ក៏បានដែរអញ្ចឹងយើង double click មក2ដងមកលុបចេញហើយយើងដាក់ថាឈ្មោះគ្រូអញ្ចឹងទៅអាស្រ័យដែលយើងចង់បានយើងចង់ដាក់មិនដាក់ទៅឈ្មោះគ្រូនេះឃើញទេតារាងឈ្មោះគ្រូ
តែប៉ុននៃ zip 2នេះជាតារាងរបស់ឈ្មោះសិស្សអញ្ចឹងយើង double click ក៏បាន right click ក៏បានដើម្បីយើងបដូរឈ្មោះឲ្យ zip ឧបមាថាយើង right click មកហើយយើងយកពាក្យថា rename បាទយើងវាយមកឈ្មោះសិស្សឃើញវាចាញ់អត់អញ្ចឹងវាមានពីររបៀបហ្នឹងយើងចង់ double click ក៏បានយើងចង់ right click យកពាក្យ rename ក៏បានតោះឥឡូវយើងចូលមកកាន់ពាក់ព័ន្ធមួយការ move ការផ្លាស់ប្ដូរនៃ sheet ឬក៏ copy sheet ហ្នឹងហ្មងឧបមាថាយើងមាន select កិច្ចការឈ្មោះគ្រូអញ្ចឹងមួយសាលារបស់យើងអញ្ចឹងអានេះខ្ញុំសរសេរថា3ឈ្មោះហ្នឹងទេប៉ុន្តែឧបមាថាមួយសាលាយើងអញ្ចឹងមានគ្រូច្រើនហើយអញ្ចឹងយើងមានតារាងឈ្មោះគ្រូមួយទាំងអស់អញ្ចឹងទៅដល់ពេលហើយទៅយើងត្រូវការឈ្មោះគ្រូហ្នឹងដើម្បីបែងចែកតាមបន្ទប់ថ្នាក់អីអញ្ចឹងទៅអញ្ចឹងយើងមានរួចហើយអញ្ចឹងយើងចង់ copy ឈ្មោះគ្រូហ្នឹងដើម្បីកែតម្រូវនៅឯកសារមួយទៀតអញ្ចឹងដើម្បី copy បានយើង right click មកយើង right click នៅលើឈ្មោះរបស់គ្រូហ្នឹងមកបន្ទាប់មកយើងពាក្យថា move or copy អញ្ចឹងយើងយកពាក្យ move or copy ហ្នឹងមក select ពឹបមកយើងយកឈ្មោះអីគេនេះយើងយកឈ្មោះគ្រូនេះហើយយើងយកពាក្យថា click លើ create copy នេះមកអូខេពឹបអញ្ចឹងយើងមាននេះអានេះយើង copy ចេញពីឈ្មោះគ្រូនេះអញ្ចឹងយើងrename ឲ្យមកឃើញវាដូចគ្នាអត់អញ្ចឹងយើង rename មក double click មកយើង rename ដាក់ថាគ្រូបន្ទប់ថ្នាក់អញ្ចឹងទៅគ្រូតាមថ្នាក់ជឿណាគ្រូតាមថ្នាក់អញ្ចឹងឈ្មោះរបស់គ្រូនេះអញ្ចឹងជាអត្តន័យរបស់ឈ្មោះគ្រូមានអីគេខ្លះមានឧបមាឈ្មោះរបស់គ្រូមានលេខរៀងមានឈ្មោះមានភេទមានថ្ងៃខែឆ្នាំកំណើតរបស់គ្រូមានទីលំនៅបច្ចុប្បន្នរបស់គ្រូដែលជាតារាងតន័យរបស់គ្រូតោះមកយើងយកតារាងហ្នឹងមកកែតម្រូវទៅថាគ្រូតាមបន្ទប់ថ្នាក់អញ្ចឹងដែលមានឈ្មោះអីគេឈ្មោះគ្រូសូជាតិអញ្ចឹងទៅបន្ទប់ថ្នាក់ថ្នាក់អីគេថ្នាក់11 កអញ្ចឹងទៅ11 កអញ្ចឹងទៅគ្រូសុខានេះឈ្មោះអីគេអញ្ចឹងយើងងាយស្រួលអត់ចាំបាច់ត្រូវវាយឈ្មោះគ្រូហ្នឹងមកម្ដងទៀតទេយើងទាញអញ្ចឹងមកទាញ move or copy sheet មកជាភាពងាយស្រួលអញ្ចឹងមួយទៀតពាក់ព័ន្ធមួយថាឥឡូវយើងចង់យកទាញយកគ្រូតាមថ្នាក់នេះមកដាក់ខាងមុខមកយើងគ្រាន់តែចុចលើឈ្មោះគ្រូតាមថ្នាក់ហ្នឹងហើយទាញមកខាងនេះមកបលែងមកវានឹងមកមុខគេហើយឬក៏យើងចង់យកឈ្មោះសិស្សឈ្មោះគ្រូយកឈ្មោះគ្រូមកដាក់កន្លែងនេះមួយទៀតអូខេយើងគ្រាន់តែចាប់ទាញវាមកវានឹងមកផ្លាស់ប្ដូរតាមតម្រូវការរបស់យើងឃើញអត់ហើយយើងឧបមាថាយើងចង់ដាក់ពណ៌ទៅលើឈ្មោះហ្នឹងឈ្មោះ sheet មួយហ្នឹងឲ្យវាមានពណ៌ខុសគ្នាងាយស្រួលក្នុងការយើងមើលអញ្ចឹងយើង right click មកហើយបន្ទាប់មកយើងតិចមកកាន់ tab color យើងចង់បានពណ៌អីយើងដាក់ពណ៌ហ្នឹងមកឬក៏យើងចង់ more color អាស្រ័យលើយើងនេះឃើញអត់យើងចង់ដាក់ពណ៌យើងលឿងស្រាលឬក៏បៃតងស្រាលអូខេយើងចុច click មកបបឃើញវា load មកអត់អូមក sheet មួយនេះទៀតអញ្ចឹងយើងយក tab color យើងរើស color លើហ្នឹងហ្មងក៏បានដែរនេះយកពណ៌ក្រហមមកបបឃើញទេងាយស្រួល